Xongខ្លាចឡានចិនហើយបងប្អូនគ្នានិយាយមែនហើយចេញមកលើនេះចេញមកសម្រុកសម្រាប់ទីផ្សារពិភពលោកមកណាឡានចាស់ភាសាល្មមហ្នឹងអាចនឹងដេកស្អាតមែនទេហើយស្វាគមន៍មកបន្តគ្នាមកកាន់សម្រាប់ពីឡានថ្មីឡានចិនដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាដែលទំនើបខ្លាំងគឺរថយន្ត Avatar 060 មិនមែន060ទេគឺ06អក្សរ T បាទ 06T ដែលគេហៅថាជាប្រភេទ sedan ប៉ុន្តែគេហៅថា Smart Sport Sedan ដោយសារវា sport ខ្លាំងវាឆ្លាតវៃខ្លាំងមែនទែនពីព្រោះគ្រាន់តែខ្សែបន្ទាត់ LiDAR របស់គេមានរហូតដល់896បន្ទាត់ជារួមហ្មងមិនធម្មតាទេឡាន Avatar លើកនេះហើយ Avatar 06T ហ្នឹងគឺត្រូវបានគេរំពឹងថាអាចនឹងមានប្រភេទអគ្គិសនីសុទ្ធក៏មានហើយប្រភេទ extended range ដែលយើងហៅថា REEV ហ្នឹងក៏មានដែរដោយព័ត៌មានអត់ទាន់ជាក់លាក់នៅឡើយទេដោយសារតែក្រុមហ៊ុន Avatar អត់ទាន់បានបញ្ចេញទេអញ្ចឹងសម្រាប់ប្រភេទអគ្គិសនីសុទ្ធគេរំពឹងថាមានប្រភេទប៉ុងក្រោយ motor ក្រោយយើងមិនហៅថាប៉ុងទេហៅថា motor ក្រោយ motor ក្រោយរបស់គេអាចបើកបររយៈឆ្ងាយបាន650គីឡូម៉ែត្រ CLTC ស្តង់ដារវាស់នៅតែចិនដដែលទេហើយប្រភេទអាគុយរបស់គេគឺ LFP និយាយទៅអាគុយដែលគេនេះហ្នឹងគឺជាអាគុយជាដៃគូសហការរបស់គេដែលយើងបានដឹងចឹង Avatar គឺកើតឡើងដោយក្រុមហ៊ុន3រួមគ្នាក្រុមហ៊ុនយៈទី1គឺក្រុមហ៊ុន Chang'an ទី2គឺក្រុមហ៊ុនអាគុយហ្នឹងហើយ CATL ហើយបន្ទាប់មកទៀតគឺក្រុមហ៊ុនបច្ចេកវិទ្យា Huawei បាទអញ្ចឹង OS ដែល chip ផ្សេងៗហ្នឹងគឺដំណើរការដោយ Huawei ផ្ទាល់តែម្ដងហើយសម្រាប់ប្រភេទមួយទៀតប្រភេទ motor 2បាទ AWD គឺអាចបើកបររយៈឆ្ងាយបានរហូតដល់600គីឡូម៉ែត្រហើយដល់ឡែកប្រភេទអគ្គិសនីលាយសាំងគេមានតែ motor ក្រោយទេ motor ក្រោយកម្លាំង310 horsepower ដែលការប្រើប្រាស់ជាមួយនឹងអគ្គិសនីសុទ្ធអាចបើកបររយៈចម្ងាយបានខ្ទង់ពី230ទៅ330ហើយបើសិនជាអគ្គិសនីលាយសាំងអាចបើកបររយៈចម្ងាយចន្លោះពី1190ទៅ1250គីឡូម៉ែត្រផងដែរជារួមហ្មងសិតតែក្រុមហ៊ុនយៈហើយលើកនេះគឺប្រើបច្ចេកវិទ្យាដែលទំនើបដែលសំបីតែប្រព័ន្ធជើងក្រោមរបស់គេដែលគ្រប់គ្រងទៅលើ motor ឬក៏ប្រព័ន្ធជើងក្រោមខាងក្រោមហ្នឹងណាគឺគេប្រើសិតតែជំនាន់ទី2ហើយជាជំនាន់មួយថ្មីដែលគេហៅឈ្មោះថា Taihan Smart Control 2.0ខ្ញុំមិនដឹងថាតើអានទៅត្រូវអត់ទេបងប្អូនគ្នាគាត់ថាខ្ញុំមើលព័ត៌មានហើយឃើញថាតាក់ទងទៅនឹងការបំពាក់ជាមួយនឹងប្រទេស chip 6 core ហើយអាចដំណើរការទៅលើការគ្រប់គ្រងទៅលើការបើកបរហ្នឹងណាទាំង performance ទាំងអីហ្នឹងគឺក្នុង1 second ណាក្នុង1វិនាទីគឺអាចប្រតិបត្តិការទៅលើការគ្រប់គ្រងទៅលើការបើកបររហូតដល់ច្រើនជាង4000លានដងបាទគឺខ្លាំងមែនទែនហើយសម្រាប់ប្រព័ន្ធជើងក្រោមទាំងអស់គឺ independent ដែលនៅក្នុង website ផ្លូវការគេបានបញ្ជាក់ហ្មងគឺគេហៅ Taihan Motor 3 or AWD ដែលកម្លាំងរបស់វាគឺ717គីឡូវ៉ាត់0ទៅ100គឺប្រើពេល2.78វិនាទីអត់ដល់3វិនាទីទេរីឯប្រភេទ motor 2ប៉ុងក្រោយ motor ក្រោយបាទ motor 2 motor ក្រោយប្រើប្រព័ន្ធបើកបរ motor ក្រោយណាគឺអាចផលិតកម្លាំងបាន502គីឡូវ៉ាត់ការស្ទុះពី0ទៅ100គឺប្រើពេល3.74វិនាទីគឺលឿនខ្លាំងហើយមួយវិញទៀតគេមានគេហៅការចូលចំណតដោយគ្រាន់តែចុចមួយទៅវាបវលកង់ក្រោយហ្មងដោយសារតែវាឆ្លាតវៃបាទហើយមួយទៀតអ្វីដែលខ្ញុំកត់សម្គាល់ឃើញគេហៅប្រព័ន្ធជើងក្រោមគេហៅ Magic Carpet ដែលប្រព័ន្ធជើងក្រោមហ្នឹងដែលវាអាចសិក្សាដោយការ scan ជាមួយនឹង LiDAR ដែលមានរហូតដល់896បន្ទាត់ដែលខ្ញុំបានប្រាប់បងប្អូនគ្នាហ្នឹងដែលហៅថា Huawei Quan Kun អញ្ចឹងខ្ញុំអានមិនត្រូវទេបងប្អូនគ្នាដោយសារតែជាភាសាចិនអញ្ចឹងណាដែល LiDAR ហ្នឹងនឹងធ្វើការសិក្សាទៅលើស្ថានភាពនៅពេលដែលបើកបរមិនថាបើកបរនៅក្នុងកម្រិតណាទេល្បឿនលឿនហ្នឹងក៏វាទៅធ្វើការសិក្សាស្ថានភាពផ្លូវមុននៅពេលដែលមានស្ថានភាពផ្លូវដែលលាក់ឬក៏អុកខ្លាំងអីគឺ system វានឹងគឺធ្វើការ detect ជាមុនដើម្បីឲ្យការអុកទៅលើកស៊ូឬក៏ប្រព័ន្ធជើងក្រោមរបស់វាហ្នឹងឲ្យមានលំនឹងឲ្យបើកទៅ smooth ឲ្យបើកទៅដូចបើកផ្លូវរាបស្មើអញ្ចឹងអាហ្នឹងគឺជាចំណុចខ្លាំងមួយដែលគេហៅថា Taihan Smart Control 2.0 ហ្នឹងឯង
ហើយដោយសារតែវាឆ្លាតវៃវាអាចបង្វិលកង់ក្រោយបត់ទាញចូលចំណតដែលជាអ៊ីតបានហើយសូម្បីតែពេលដែលយើងបើកបរផ្លូវដែលល្អិលខ្លាំងបាត់លំនឹងបាត់អីហ្នឹងផ្លូវដែលពិបាកហើយបាត់លំនឹងខ្លាំងហើយអាចនិយាយបានថាសូម្បីតែនៅពេលដែលយើងជន់ហើយកង់របស់យើងធ្លាយណានៅក្នុងកម្រិតល្បឿនលឿនក៏ដោយគឺឡានហ្នឹងនឹងធ្វើការ control ដោយស្វ័យប្រវត្តិហ្មងដែលការពារពីការរអិលនិងមិនឲ្យឡានរបស់យើងនឹងមានបញ្ហាទេជារួមគឺសុវត្ថិភាពហ្មងសុវត្ថិភាពឡានហ្នឹងសូម្បីលេចធ្លាយសបកកង់ហើយតែប្រព័ន្ធជើងក្រោមវានឹងដំណើរការសិក្សាហើយអាចឲ្យរថយន្តនៅតែអាចដំណើរការបានដោយមានសុវត្ថិភាពបើទោះបីជាកង់ហ្នឹងធ្លាយលេចធ្លាយក៏ដោយអាហ្នឹងគឺជាចំណុចមួយដែលពិសេសរបស់ Avatar 06T ហ្នឹងហើយតួខ្លួនរបស់គេអីហ្នឹងគឺមានសុវត្ថិភាពពងសុវត្ថិភាព9ចំណុចហើយរីឯការគ្រប់គ្រងទៅលើ LiDAR របស់គេទាំងមុខក្រោយចំហៀងវាមានគ្រប់ហ្មងហើយលើកនេះគឺគេប្រើប្រព័ន្ធប្រតិបត្តិការរបស់ Huawei ហ្នឹងហើយsafety system របស់គេហ្នឹងគេប្រើ Huawei Quantum CAS 4.0 ទៀតបាទនិយាយទៅសិតតែទំនើបបច្ចេកវិទ្យាទំនើបប្រមូលមកដាក់ឡាន Avatar 06T នេះអញ្ចឹងมันគេហៅថា Smart Sport Sedan ហើយបើនិយាយពីប្រវែងរបស់ឡានហ្នឹងក៏វែងដែរដោយសារតែប្រវែងរបស់វា75ម៉ែត្រដែរគឺ4940មីលីម៉ែត្រក្បែរ5ម៉ែត្រទទឹងរបស់វា72ម៉ែត្រដែរគឺ1960មីលីម៉ែត្រកម្ពស់គឺ1455មីលីម៉ែត្រប្រវែងកម្រិតកង់មកក្រោយគឺ73ម៉ែត្រអញ្ចឹង very comfort ហ្មងជិះដឹងតែមានផាសុកភាពហើយអ្វីដែលពិសេសមួយទៀតគឺដោយសារតែយើងបានដឹងហើយតកតងទៅនឹងដោយសារនៅប្រទេសចិនគេមានបំរាមក្នុងការផលិតឡានប៉ុន្តែខ្ញុំអត់ដឹងមិនដែរ Xpeng គឺយើងឃើញហ្មងឃើញដូចជាអត់មានកែសម្រួលទៅលើដៃទ្វារទេប៉ុន្តែយើងនឹងរងចាំមើលនៅពេលដែលឡានហ្នឹងចេញជាផ្លូវការជាពិសេសនៅពិព័រណ៍ពេជ្រអូរ៉ូសូហ្នឹងដែលខ្ញុំនឹងទៅចូលរួមដែរខ្ញុំនឹងឆ្លៀតទៅមើលហើយចាក់ស្ដែងហ្មងនៅអរគុណ Chili បាទ Chili Auto ហ្មងហើយនឹង Chili Cambodia ដែលបានអនុញ្ញាតឲ្យយើងបានទៅចូលរួមពិព័រណ៍ហ្នឹងហើយខ្ញុំនឹងទៅចូលរួមហើយខ្ញុំទៅមើលឡានដែល concept car ប៉ុន្តែខ្ញុំបដោតជាងគេហ្មងគឺដោយសារតែយើងទទួលបាន sponsor ឲ្យទៅចូលរួម Chili អញ្ចឹងខ្ញុំនឹងមើលឡាន Chili ឲ្យបានច្រើនសិនសល់ពេលខ្ញុំនឹងទៅមើលឡានផ្សេងៗទៀតហើយតកតងទៅនឹងច្បាប់ថ្មីរបស់ប្រទេសចិនគឺតកតងទៅនឹងការ design flash door ហ្នឹងគឺត្រូវបានហាមឃាត់ហើយសម្រាប់ Xpeng ឃើញថាអត់ទាន់ដឹងយ៉ាងណាទេឃើញ flash door ដដែលRange Rover ដែលបងប្អូនទាំងនេះទៅស្ដាប់បាទXpeng GX បាទអញ្ចឹងសម្រាប់ Avatar 06T នេះគេប្រើប្រភេទ semi flash door បាទវាអត់ flash door ប៉ុន្តែគេធ្វើកាត់មកកណាត់ flash door ហ្នឹងដើម្បីយើងអាចលូកដៃទៅបានអញ្ចឹងគេហៅ semi flash door handle អញ្ចឹងមួយយ៉ាងដែរបាទហើយតួខ្លួនដូចបាននិយាយអញ្ចឹងគឺវាមានទំហំវែងមែនតើហើយចូលទៅដល់ការ design នៅផ្នែកខាងក្នុង Avatar គឺនៅតែរក្សាពិភព Avatar របស់ខ្លួនហ្នឹងនៅតែបានល្អហើយកញ្ចក់ចំហៀងហ្នឹងគឺគេប្រើប្រភេទ digital rear side mirror ជាកាមេរ៉ាតែម្ដងបាទហើយខាងក្នុងរបស់គេហ្នឹងគេអត់ចោលscreen ស្ដើងពេញផ្ទៃផ្នែកខាងមុខគឺលាតសន្ធឹងពេញផ្ទៃផ្នែកខាងមុខណា slim ហ្នឹងទំហំរបស់វាគឺរហូតដល់ 35.4 អ៊ីងគុណភាពគឺ 4K គេហៅថា Panoramic Starring Display ឡូយហើយអេក្រង់កំសាន្តរបស់គេគឺទំហំ 15.6 អ៊ីងហើយសម្រាប់ផ្នែកខាងក្នុងហ្នឹងគឺ material អីគឺយើងអាចធ្វើការជ្រើសរើសពណ៌ប៉ុន្តែយើងអត់ទាន់ដឹងយ៉ាងណាទេចាំមើលចេញមកជាក់ស្ដែងសិនប៉ុន្តែបើយកពណ៌ខ្ញុំឃើញ Avatar វាច្រើនពណ៌បែប cherry ដូចជាជំនាន់យើង Lexus យើងចង់បានពណ៌បែប sport ពណ៌ cherry ហ្នឹងគឺពេញនិយមខ្លាំងតែម្ដងហើយពណ៌ហ្នឹងនៅតែស្អាតបាទសម្រាប់ឡាន Avatar ហើយឡាននេះយើងនឹងរងចាំមើលបន្ថែមទៀតដោយសារតែជាក់ស្ដែងហ្មងយើងដូចយើងឃើញ Avatar 06ដែលគេថែមប្រភេទ T នេះគឺគេថែមតាក់ទងទៅនឹង option បច្ចេកវិទ្យាជាពិសេសគឺមុខងារជំនួយដល់ការបើកបរជំនាន់ថ្មីគេហៅ LiDAR ជំនាន់ថ្មីរបស់គេហ្នឹងតែសារ Huawei ដូចយើងបានដឹងអញ្ចឹង Huawei គឺគាត់រឿងបច្ចេកវិទ្យាមួយគឺឈានមុខដែររបស់ប្រទេសចិនហើយសម្រាប់តម្លៃក៏យើងអត់ទាន់ដឹងយ៉ាងណាដែរក៏ប៉ុន្តែបើសិនជាបងប្អូនទាំងនេះចាប់អារម្មណ៍អាចតាក់ទងបានទៅកាន់លេខទូរស័ព្ទ070 83 66 83បាទដូចជាអញ្ចឹងហើយបាទខ្ញុំនឹងដាក់លេខនៅក្នុង comment នៅបងប្អូនទាំងគ្នាទៀត
ដើម្បីសួរនាំគាត់ទៅបាទដើម្បីធ្វើការកម្មង់ឬក៏យ៉ាងណាបន្ថែមទៀតហើយជាក់ស្ដែងបើសិនជាឡាននេះដោយសារតែវាជាប្រភេទ sedan ហើយយើងអាចនិយាយបានថាជា station wagon វាស្ពណ៌វាទូវើអញ្ចឹងដូចខ្ញុំជិះ Tesla Model 3ជាក់ស្ដែងវាឡានតែស្ពណ៌កៅអីអង្គុយយ៉ាងពិបាកអង្គុយបាទបើអ្នកមានកូនទូចៗអីគាត់ពិបាកអង្គុយនៅខាងក្រោយសូម្បីយើងអ្នកបើកបរក៏ពិបាកដែរវាជាក់ស្ដែងខ្ញុំអង្គុយទៅវាអត់វានេះរៀងឈឺខ្នងបាទទោះបីមាន lumbar support មានអីក៏ដោយអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាដែលចង់ជិះស្រួលមានឡានរៀងខ្ពស់ជាងហ្នឹងប៉ុន្តែបើអ្នកស្រឡាញ់ឡានបែប sporty look អាចពិចារណាបានជាមួយនឹង Avatar 07T ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះអញ្ចឹងអរគុណបងប្អូនទាំងគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយ